ថ្ងៃនេះយើងឆាខ្ញីជាមួយនឹងសាច់មាន់គ្រាន់តែឃើញហ្នឹងថាគួរឲ្យចង់ញ៉ាំមែនតែនមានតាំងពីខ្ញីនិងសាច់មាន់រសជាតិរំលីងបែបនេះទៀតមកថាអូយឈ្ងុយឆ្ងាញ់តែម្ដងពុកម៉ែបងប្អូនឃើញទេថារូបភាពស្រស់ៗតែម្ដងវិធីធ្វើក៏ងាយស្រួលគ្រាន់តែឃើញនេះរបៀបរំលីងអីហ្នឹងមកគឺថាយើងចូលចិត្តតែម្ដងឥឡូវនេះយើងចាប់ផ្ដើមមកមើលគ្រឿងផ្សំនោះមានដូចជាខ្ញីសាច់មាន់ហើយនិងស្លឹកខ្ទឹមជាមួយនឹងខ្ទឹមសមកថែមតែគ្រឿងក្រៅអំបិលប៊ីចេងស្ករទៀតមកគឺគ្រប់គ្រឿងតែម្ដងឥឡូវនេះយើងចាប់ផ្ដើមមកហាន់ខ្ញីនេះយើងចិតសម្បកឲ្យស្អាតហើយយើងធ្វើការលាងទឹកបន្ទាប់មកយើងហាន់វាជាចំណិតស្ដើងៗអញ្ចឹងមកបន្ទាប់ពីយើងហាន់ជាចំណិតស្ដើងៗអញ្ចឹងមកយើងយកវាមកច្របាច់ជាមួយនឹងអំបិលយើងច្របាច់ជាមួយអំបិលដើម្បីឲ្យខ្ញីនឹងទន់ហើយបន្ទាប់ពីយើងច្របាច់ឲ្យទន់ទៅពេលយើងឆាទៅវាឆាប់ចូលជាតិបន្ទាប់ពីនេះមកគឺយើងចាប់ផ្ដើមមកហាន់ស្លឹកខ្ទឹមហាន់អីឲ្យហើយទុកសម្រាប់ពេលយើងឆាហើយខ្ញីនេះពេលដែលយើងច្របាច់អំបិលហើយគឺយើងអាចលាងទឹកមួយតង់សិនដើម្បីកុំឲ្យវានៅជាតិប្រៃជាមួយនឹងអំបិលបន្ទាប់ពីនោះគឺយើងចាប់ផ្ដើមមកដំខ្ទឹមដំអីដាក់ទុកចិញ្ច្រាំពេលយើងឆាឥឡូវនេះយើងចិញ្ច្រាំខ្ទឹមរួចហើយយើងចាប់ផ្ដើមមករៀបចំហាន់សាច់មាន់តែម្ដងសាច់មាន់នេះគឺយើងទិញតែមួយប៉ុន្តែដោយសារយើងឆានេះយើងយកតែសាច់កន្លែងស្លាបសាច់ភ្លៅនិងសាច់ទ្រូងចំណែកឆ្អឹងគឺយើងទុកដាក់ស្ងោរទៅព្រោះដោយសារយើងឆាជាមួយនឹងឆ្អឹងក៏វាអត់សូវបានអីដែរអញ្ចឹងយើងដាក់សាច់មកឆាជាមួយខ្ញីត្រូវតែម្ដងហើយសាច់មាន់នេះមកគីឡូកន្លះអញ្ចឹងយើងដាក់តែសាច់តែប៉ុណ្្នឹងទៅគឺវាគ្រប់គ្រាន់តែម្ដងជាដំបូងយើងចាប់ផ្ដើមមកធ្វើវិធីឆានោះគឺយើងដាក់ខ្ទះបន្ទាប់មកយើងចាប់ផ្ដើមដាក់ខ្លាញ់ហើយពេលដែលខ្លាញ់ឡើងក្ដៅយើងចាប់ផ្ដើមដាក់ខ្ទឹមសចូលហើយរំលីងរហូតដល់ខ្ទឹមនេះឡើងឈ្ងុយឡើងពងអង្ក្រងអីចឹងទៅចាំយើងចាប់ផ្ដើមដាក់សាច់មាន់ចូលសាច់មាន់នេះគឺយើងដាក់យើងធ្វើការរំលីងបន្តិចទៅដើម្បីឲ្យសាច់ឆ្អិនសាច់អីហើយចាំយើងថែមគ្រឿងក្រៅកាលណាតែយើងដាក់គ្រឿងក្រៅមុនពេលដែលយើងឆ្អិនអត់ទាន់ឆ្អិនសាច់អញ្ចឹងសាច់នឹងវានៅក្រហមនៅឈាមអញ្ចឹងវាអត់ឆ្អិនសព្វល្អទេយើងឆាសាច់ឲ្យឆ្អិនសិនពេលដែលយើងដាក់គ្រឿងក្រៅទៅគឺឆ្ងាញ់តែម្ដងឥឡូវយើងចាប់ផ្ដើមរំលីងហើយយើងបន្ថែមទឹកដើម្បីឲ្យសាច់មាន់នឹងវាឆ្អិនមកតង់ទៀតបន្ទាប់ពីសាច់មាន់នឹងរំលីងដល់រៀងទឹករីងទៅយើងចាប់ផ្ដើមដាក់គ្រឿងក្រៅមានដូចជាអំបិលស្ករប៊ីចេងហើយមិញហ្នឹងបន្ថែមជាមួយនឹងប្រេងខ្យងតិចដែរតែអត់បានឃើញថតជាប់ឥឡូវនេះយើងចាប់ផ្ដើមឆាវាតចូលជាតិទុកឲ្យវាចូលជាតិគ្រឿងក្រៅជាមួយនឹងសាច់ហើយទើបយើងបន្ថែមជាមួយនឹងខ្ញីយើងដាក់ខ្ញីនេះមកវាទន់ស្រាប់អញ្ចឹងឆាយើងឆាប់ចូលជាតិបើបងប្អូនពេញចិត្តនៅវីដេអូនេះសូមជួយ Subscribe Channel YouTube ក៏ដូចជា Follow Facebook Page និង TikTok របស់នាងខ្ញុំផងឈ្មោះអ៊ុំចាណេតហើយបើសិនជាចង់ឲ្យធ្វើវីដេអូអីទៀតអាច comment នៅខាងក្រោមបានឥឡូវថាឆារបស់យើងឆ្អិនហើយយើងចាប់ផ្ដើមមកដួសដាក់ចានគ្រាន់តែឃើញនឹងថាទំនងមែនតែនខ្ញីឈ្ងុយសាច់មាន់ក៏ឈ្ងុយទៀតហើយបន្ថែមជាមួយនឹងស្លឹកខ្ទឹមចេះមកអូយរឹតតែឆ្ងាញ់បានបាយមកដាក់ទៅមួយចានពីរចានល្មមតែម្ដងអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាតាំងពីដើមដល់ចប់ជម្រាបលា